បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំដឹងដំណឹងល្អមួយពិសេសក្នុងឆាកជីវិតរបស់ខ្ញុំបានដឹងដំណឹងថាវីរៈបុរសដែលពួកថៃបានចាប់យកទៅឥឡូវបានដោះលែងមកដល់ប្រទេសជាតិរបស់យើងហើយបងប្អូនពេលដែលឃើញបងវីរៈដែលកងទ័ពដែលវិលត្រឡប់មកប្រទេសជាតិរបស់យើងវិញតើមានអារម្មណ៍យ៉ាងណាដែរសូមបងប្អូនជួយខមមិនមកម្នាក់មួយឲ្យខ្ញុំបានដឹងពីអារម្មណ៍របស់បងប្អូនពេលនេះបងកងទ័ពបានវិលទៅជួបជុំក្រុមគ្រួសាររបស់គាត់វិញហើយធ្វើឲ្យប្រទេសខ្មែរយើងមានមរណភាពលើពួកគាត់ទាំង18នាក់ណាហើយពេលនេះខ្ញុំចុងក្រោយមានតែសូមជូនបងវីរៈកងទ័ពយើងទាំង18នាក់ត្រូវបានសៀមដោះលែងឲ្យមានសិទ្ធិសេរីភាពឡើងវិញនៅក្នុងព្រឹកថ្ងៃទី31ខែ12ឆ្នាំ2025យើងនេះហើយបងប្អូនឃើញទស្សនវិជ្ជាបែបនេះហើយពិតជាមានអារម្មណ៍រំភើបជាខ្លាំងហើយក៏សូមជូនពរឲ្យពួកគាត់ធ្វើដំណើរតាមផ្លូវប្រកបដោយសុខសុវត្ថិភាពដើម្បីទៅជួបជុំឪពុកម្ដាយប្រពន្ធកូនបងប្អូនដែលគាត់បានបែកបាក់គ្នាអស់រយៈពេលជិតកន្លះឆ្នាំហើយបងប្អូនបាទខ្ញុំសប្បាយចិត្តណាស់ដែលពេលកងទ័ពដែលឃើញកងទ័ពរបស់យើងបានគេដោះលែងមកវិញបាទពេលនេះខ្ញុំសប្បាយចិត្តជាខ្លាំងអត់មានអ្វីពេកទេសូមជួយចែករំលែកវីដេអូនេះអត់ដែរមិនអត់ទេ